គឺមានទាហានខ្មែរយើងម្នាក់កាលពីសប្តាហ៍កន្លងទៅហ្នឹងគឺត្រូវគ្រាប់ផ្លោងរបស់ថៃនៅតំបន់ប្រាសាទខ្នាណាបងប្អូនព័ត៌មាននេះខាងកម្ពុជាអបផ្សាយតទៅសោះនិយាយទៅគឺសារព័ត៌មានកម្ពុជាខាងរដ្ឋាភិបាលខាងអីហ្នឹងគឺអត់មានអីផ្សាយទេតែព័ត៌មាននេះគឺមានផ្សាយតាមបណ្ដាញសង្គមផ្សព្វផ្សាយឡើងស្រស់ដោយសារតែមានទាហានខ្មែរយើងម្នាក់ហ្នឹងឥឡូវនេះធ្លាក់ខ្លួនដូចថាត្រូវរបួសនៅពោះនេះថាផ្ទៀតមកពីក្របផ្លោងរបស់ថៃដែលពេលខ្លួនល្បាតនៅបន្ទាយនៅឯប្រាសាទខ្នានៅឯទិសព្រះវិហារឯណោះដូច្នេះគាត់នឹងឈ្មោះខួយឡាយបាទដែលតាមពិតព័ត៌មាននេះខ្ញុំបានទទួលតាំងពីយូរហើយប្រហែលថ្ងៃហើយតាមបងប្អូនដែលមានប្រភពចិត្តតែផ្ញើមកប៉ុន្តែខ្ញុំរកមើលខាងក្រសួងការពារជាតិអីហ្នឹងគឺមិនឃើញសោះតែយ៉ាងណាមានការប្រកបប្រកាសហើយក៏ឃើញរូបគាត់កំពុងសម្រាកព្យាបាលជំងឺហ្នឹងនៅឯមន្ទីរពេទ្យបកេតុមីលានៅជិតវត្តភ្នំហ្នឹងគឺឥឡូវនេះគឺបានធ្វើវះកាត់អីប៉ុន្តែបើតាមដំណឹងពីការផ្សព្វផ្សាយមកហ្នឹងឃើញថាគាត់ស្ពឹកគឺអាចពិបាកដូចថាស្ពឹកជើងឬក៏ស្ដាប់លែងឮហឹងស្លឹកត្រចៀកទាំងសងខាងអីហ្នឹងហើយអាចពិការផងអីអញ្ចឹងណាតែយ៉ាងណាអ្វីដែលឃើញសារហ្នឹងគឺគ្រាន់តែសុំវឲ្យធនាគារហ្នឹងកុំយកលុយយកកាក់អាថ្លៃចពាក់អីហ្នឹងព្រោះពិបាកជីវភាពអីអញ្ចឹងទៅវិញបាទអារឿងគ្នាពលីពីការដើម្បីជាតិឥឡូវនេះមកប្របាក់នៅក្នុងរឿងជីវភាពប្រចាំថ្ងៃហ្នឹងក៏ឃើញមានការពាវនាវឲ្យមានសាធារណជនយើងនឹងក៏ចូលបរិច្ចាគអីអញ្ចឹងតែបងប្អូនផ្ទៀងផ្ទាត់ព័ត៌មានឲ្យមែនតែនហើយខ្ញុំថារឿងនេះគួរតែមានសេចក្តីថ្លែងការណ៍អីពីក្រសួងការពារជាតិទៅតែយើងយកជាការទុកចិត្ត 100% ប៉ុន្តែយ៉ាងណាទាហានរូបនេះគឺកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យប្រកេតុមីលាហើយកំពុងតែត្រូវការជំនួយឧបត្ថម្ភថវិកាច្រើនដើម្បីដោះស្រាយជីវភាពតកតងនៅក្នុងរឿងដែលថាតែបើព័ត៌មានថារបួសដោយសារអីក៏គាត់គ្រាន់តែនិយាយថាឮក្របផ្ទុះមកហើយផ្ទៀតមកត្រូវពោះនឹងអត់ទាំងដឹងថាតើដល់ពេលឃើញឈាមបានស្លាប់ហើយគេដឹកយកបញ្ជូនមកព្យាបាលតាប់រឿងនេះគឺរឿងនៅប្រាសាទខ្នាហើយបើតាមដំណឹងពីអ្នកមូលដ្ឋានមកថាខាងយោធាកម្ពុជានឹងព្យាយាមថាមិនអោយផ្សព្វផ្សាយឲ្យច្រើនកក្រើកអីឬក៏តបតអីទេព្រោះអីចង់ឲ្យមានស្ថានភាពស្ងប់ស្ងាត់អីអញ្ចឹង